ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះចង់និយាយអំពីរឿងការហៅថារៀបអាពាហ៍ពិពាហ៍មិនដាក់ស្រាបងប្អូនដូចបងប្អូនបានឃើញហើយបងប្អូនមួយចំនួនបានឃើញហើយនៅក្នុងបណ្ដាញសង្គមជាពិសេស Facebook ដែលខ្ញុំបានឃើញគឺមានមង្គលការរបស់ប្អូនស្រីប្អូនប្រុសមួយគូដែលគាត់ការនឹងអត់ដាក់ស្រាទេនៅខាងកំពង់ធំស្រុកស្ទងនៅភោជនីយដ្ឋានស្ទឹងមាសបងប្អូនបន្ទាប់ពីឃើញនៅព័ត៌មាននេះមានគុណម្ចាស់មួយព្រះអង្គព្រះនាមថាផុនភក្តីអធ្យាស្រ័យបងប្អូនប្រសិនបើអានឈ្មោះលោកទៅខុសព្រះនាមពេញរបស់លោកគឺព្រះគ្រូធម្មាចារ្យផលធរោផុនភក្តីគ្រាន់តែឃើញវីដេអូហ្នឹងលោកមានចិត្តយើងហៅធម្មតាជ្រះថ្លាបើអានេះនិយាយចំពោះអ្នកមានសិលឬក៏បុគ្គលដែលយើងគួរគោរពឃើញអំពើល្អគេទីមួយត្រេកអរហើយភាសាមួយទៀតអាចថាជ្រះថ្លាអញ្ចឹងទៅលោកក៏បានសរសេរនៅសំណេរនៅក្នុងទំព័រ page ទំព័រ Facebook របស់លោកដែលមានសេចក្តីថាលោកគ្រូអត់បច្ច័យទេពេលនេះព្រោះមានបន្ទុកច្រើនកសាងអគារសិក្សាផងជួយលោកកំព្រាបានសិក្សាផងបងប្អូនអញ្ចឹងអគារសិក្សាតាំងពីដើមមកធ្លាប់បានតាមដានលោកម្ចាស់គុណម្ចាស់ទេសនាដែរបច្ច័យដែលបានពីទេសនាឬក៏ញាតិញោមចូលមកបវរណាបច្ច័យ4អីជាដើមគឺលោកយកទៅកសាងអគារបងប្អូនអគារសិក្សាជាពិសេសនៅតំបន់ដែលខ្វះខាតតំបន់ដាច់ស្រយាលហ្នឹងគឺលោកកសាងនៅទីនោះឯងហើយចូលរាប់ម៉ឺនដុល្លាររបស់លោកញ៉ាំទៅកសាងប្រហែលឆ្នាំសមទៅកសាងបានអគារមួយខ្នងអីចឹងទៅឬក៏មានហើយលោកក៏សរសេរបន្តទៀតហ្នឹងថាបងប្អូនបេះដូងជួយនេះតិចនោះតិចគ្រប់មុខនេះបន្តិចនោះបន្តិចគ្រប់មុខបងប្អូនលោកចិត្តចង់ជួយនោះជួយគឺជួយនេះបន្តិចនោះបន្តិចគ្រប់មុខប៉ុន្តែនៅពេលដែលឃើញវីដេអូបងប្អូននោះឬឃើញវីដេអូនេះនៅពេលដែលលោក share បងប្អូនអត្ថបទហ្នឹងគឺលោក share ឲ្យលោកសរសេរបែបហ្នឹងឯងឃើញវីដេអូនេះចង់សុំចង់ដៃភ្ជាប់និស្ស័យកូនទាំងពីរនាក់ដែលបានរៀបអាពាហ៍ពិពាហ៍នេះតិចតួចជាការលើកទឹកចិត្តនិងសូមគោរពកោតសរសើរពួកគាត់ដែលមានមនសិការសម្រាប់ជាតិនិងប្រជាជនយើងជាគំរូមួយដ៏ល្អបំផុតក្នុងសង្គមដែលលោកគ្រូចង់ឃើញយូរឆ្នាំមកហើយបើលោកគ្រូមានបច្ច័យលោកគ្រូចេញថ្លៃការទាំងមូលដល់ក្មួយតែម្ដងនេះជាសំណេររបស់លោកហើយលោកបន្តទៀតថាតែពេលនេះជាប់បន្ទុកច្រើនណាស់មានតែទឹកចិត្តឃើញហើយជ្រះថ្លាខ្ញុំនិយាយមិនថាជ្រះថ្លាបងប្អូនឃើញហើយជ្រះថ្លាណាស់សូមក្មួយទាំងពីរបានឃើញតំណែងតំណងមកលោកគ្រូតាម Telegram នេះផងហើយលោកក៏ដាក់លេខទូរស័ព្ទទៅនេះជារឿងដែលគ្រប់គ្នាគួរចែករំលែកបន្តវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិយើងអធិស្ឋានបើសិនបើអានទៅមានការខុសឆ្គងទៅណាបងប្អូនហើយទៀតអីប្រព័ន្ធនឹងសំណេរនេះបន្ទាប់ពីនឹងហើយបងប្អូនមិនបានប្រមាណក៏បងប្អូននោះអាចថាតាក់ទងទៅលោកបងប្អូនដោយសារលោកដាក់Telegram លេខ Telegram នេះទៅបងប្អូននោះក៏បានតាក់ទងជជែកឬក៏ចរចាជាមួយលោកហ្នឹងឯងហើយមែនតើបច្ចុប្បន្នគឺលោកនៅក្រៅប្រទេសទេហើយពាក់ព័ន្ធនឹងការនិយាយរឿងស្រារឿងបធូរបថយស្រាក៏ដូចជាការមិនផឹកស្រានេះខ្ញុំធ្លាប់បានស្ដាប់លោកមកច្រើនហើយលោកនិយាយជារឿយបងប្អូនស្ទើរតែ
ច្រើនកន្លែងបងប្អូនមិនដល់ថាគ្រប់កម្មវិធីទេច្រើនកន្លែងតាមទូទស្សន៍ឬក៏បណ្ដាញសង្គមក៏ដោយ ហើយសូម្បីតែនៅពេលដែលប្រជុំធ្លាប់ចូលរួមរបៀបជាសិក្ខាសាលាប្រជុំជាមួយថ្នាក់ដឹកនាំធំថ្នាក់ជាតិដែលមានតួនាទីជាឯកឧត្តមក្នុងជួររាជរដ្ឋាភិបាលក៏លោកនៅតែនិយាយអំពីរឿងស្រានឹងដែរបងប្អូននិយាយហ្នឹងគឺនិយាយពាក់ព័ន្ធនឹងការផ្សាយស្រាដែលវាផ្សាយហ្នឹងលើសលប់អីចឹងទៅផ្សាយស្រានេះតាមទូរទស្សន៍ជាដើមគឺថាស្រាហ្នឹងវានាំមុខអីចឹងទៅបងប្អូនហើយលោកតែងតែលើកទឹកចិត្តអញ្ចឹងកុំឲ្យប្រជាជនខ្មែរយើងហ្នឹងនិយមរឿងស្រាហ្នឹងពេកបងប្អូននេះតាមដែលខ្ញុំធ្លាប់ដឹងមកមែនតើទៅមិនមានន័យថាលោកឲ្យតែលោកលើកឡើងសិតតែត្រូវទាំងអស់នោះទេបងប្អូនខ្ញុំក៏តាមដានលោកស្ដាប់លោកច្រើនប៉ុន្តែបើទៅសួរថាខ្ញុំជា fan អីដូចជាមិនជា fan អីទេបងប្អូនណាហើយប៉ុន្តែពាក់ព័ន្ធនឹងការស្រាការនិយាយរឿងស្រារបស់លោកនេះខ្ញុំគាំទ្របងប្អូនយ៉ាងបន្ទាប់ពីអត្ថបទមុនដែលលោកបានផុសឲ្យបងប្អូនពីរនាក់នេះមិនដឹងថាខាងណាតាក់តងទៅបានធ្វើឲ្យបដិយប្រគុណនឹងបានជួបសំណេះសំណាលហើយក៏លោកបានសរសេរនៅក្នុងបណ្ដាញទំព័រ page របស់លោកថាលោកគ្រូបានជួបសំណេះសំណាលជាមួយក្មួយទាំងពីរដែលរៀបអាពាហ៍ពិពាហ៍មិនប្រើសុរាបានជួបផ្ទាល់លោកគ្រូកាន់តែកោតសរសើរក្មួយទាំងពីរថែមមួយកម្រិតទៀតណាបងប្អូនហើយតន់ជួបហ្នឹងថាសរសើរហើយជួបឲ្យបានសរសើរថែមមួយកម្រិតទៀតថាតើអាម៉េចបានទៅជាបែបនេះមនុស្សសម័យនេះតិចណាស់ដែលមានចិត្តនិងមនសិការគិតពីជាតិគិតពីសង្គមជាតិដោយក្មួយហើយប្រាក់ដែលលោកគ្រូចងដៃគាត់មិនទទួលយកសូមទទួលតែអវាទក្នុងសិភៅរបស់លោកគ្រូសរសេរកូនកុំចង់បានត្រីតែត្រូវដឹងពីប្រភពនាំឲ្យបានត្រីនេះគឺសំណេររបស់លោកបងប្អូនអញ្ចឹងលោកថាចង់ដៃគូស្វាមីភរិយាហ្នឹងប៉ុន្តែបងអូនប្រុសបងអូនស្រីហ្នឹងអត់ទទួលទេគឺសុំតែអវាទតែប៉ុណ្ណោះគុណម្ចាស់ធ្លាប់មានសរសេរសភៅពាក់ព័ន្ធនឹងគ្រួសារបងប្អូនសុភមង្គលគ្រួសារណាប៉ុន្តែផ្លេចចំណងជើងបាត់ហើយប៉ុន្តែពាក់ព័ន្ធនឹងជីវិតគ្រួសារបងប្អូនអាចថាជាសុភមង្គលគ្រួសារអញ្ចឹងថាបានអញ្ចឹងនេះគឺចំណុចពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍មិនដាក់គ្រឿងស្រវឹងណាបងប្អូនអញ្ចឹងគឺចំណុចនេះវាជារឿងមួយដែលមិនអាចធ្វើបានទេប៉ុន្តែពិបាកណាបងប្អូនសពថ្ងៃនេះពីព្រោះអីបងប្អូនដឹងស្រាប់ហើយប្រទេសយើងពេញនិយមទៅដោយស្រាហើយបងប្អូនមិនបាច់ខ្ញុំនិយាយក៏បងប្អូនដឹងដែរថាពេញនិយមមែនតើបងប្អូនហើយពេញនិយមហ្នឹងមិនត្រឹមតែតំបន់នេះតំបន់នោះទេស្ទើរតែពេញប្រទេសនោះទៅទៀតបងប្អូនហើយខ្ញុំកើតមកចំនួនមុននេះបន្តិចគឺមនុស្សដែលហូបស្រាផឹកស្រាហ្នឹងគឺភាគច្រើនគឺជាមនុស្សប្រុសទេបងប្អូនហើយមនុស្សស្រីអត់សូវមានចេះញ៉ាំស្រាចេះផឹកស្រាអីទេចេះតិចតួចយូរមានមួយអញ្ចឹងបងប្អូនហើយមានមួយហ្នឹងវាប្លែកពីគេណាដឹងវាមិនអ្នកចេះផឹកហ្នឹងគេថាមិនល្អទៅទៀតបងប្អូនណាតែបច្ចុប្បន្នអត់អីទេបងប្អូននេះធម្មតាទេរឿងផឹកនេះប៉ុន្តែសំណួរសួរថាវាមានបញ្ហាអីកើតឡើងនៅពេលដែលអត់ដាក់ស្រានេះណាបងប្អូនច្បាស់ណាស់ថានៅពេលដែលអត់ដាក់ស្រាពិធីមង្គលការទាំងមូលវាគឺជាមង្គលពិតប្រាកដបងប្អូនដោយសារអីមង្គលមានន័យថាសេរីសួស្តីហើយវាប្រះចាកនៅអំពើដែលមិនល្អអញ្ចឹងទៅហើយហ្នឹងសមថាជាមង្គលមែនហើយបងប្អូនមង្គលការនោះ
មានន័យថាការងារដែលប្រកបដោយសកម្មភាពមួយដែលមានសេរីសួរស្ដីទៅឈ្មោះថាមង្គលការអាហ្នឹងក្នុងន័យហ្នឹងបងប្អូនណាហើយបើសិនបើដាក់ស្រាវាបងប្អូនវាអាចជាសកម្មភាពមួយសប្បាយរីករាយនៅក្នុងពិធីនោះប៉ុន្តែបើឈ្មោះថាមង្គលវាមិនទៅជាមង្គលនោះទេអញ្ចឹងច្បាស់ណាបើសិនបើយើងមិនដាក់ស្រាច្បាស់ជាមានពាក្យរិះគន់ពាក្យនិន្ទាថាការនេះនិយាយការនេះយកអញ្ចឹងទៅអើយការនេះមិនឆ្ងាញ់ទេបរិភោគឬក៏ហូបការម្ដងនេះអត់ឆ្ងាញ់ហ្មងហើយអត់មានស្រាអញ្ចឹងទៅបងប្អូនតែធ្លាប់ឮពាក្យនេះដែរទេបងប្អូនហើយបើទោះជាមិនឮខ្ញុំថាប្រកាសជាអាចនឹងកើតមានហើយប៉ុន្តែសូមបងប្អូនទាំងអស់សង្ឃឹមថាយកយល់អធិស្ឋានចំពោះបងប្អូនណាដែលមិនបានដាក់ស្រាបងប្អូនណាហើយសូមអធិស្ឋានក្នុងនាមជាខ្មែរដូចគ្នាអ្នកភូមិផងរបស់មួយក្នុងសង្គមជាតិជាមួយគ្នាបងប្អូនអ្នកខ្លះដូចជាខ្ញុំធ្លាប់បានស្ដាប់លោកគ្រូសាមវិជាការរបស់គាត់មិនការទេបងប្អូននិយាយពីការប្អូនគាត់ការគាត់ក៏មិនដាក់ស្រាដែរការរបស់ប្អូនគាត់នៅពេលដែលមិនដាក់ស្រាបែរជាគេនិយាយថាហីកាន់សាសនាអីយេស៊ូមែនសាសនាអីបានមិនដាក់ស្រាណែវាទៅជាចេះទៅវិញវាផ្ទុយពីបងប្អូនប្រជាពលរដ្ឋឬក៏បងប្អូនក្នុងជាតិជាកម្ពុជានេះសញ្ជាតិខ្មែរនេះភាគច្រើនគឺយើងដាក់ថាជាអ្នកកាន់សាសនាព្រះពុទ្ធឬក៏គេធ្វើសถิតិទៅកាន់សាសនាព្រះពុទ្ធដល់តែប្រហែលបងប្អូន90ចុចប្រហែលភាគរយហ្នឹង97ឬក៏99បងប្អូនយ៉ាងដល់ទៅខ្ទង់90%ដែលជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែមែនតើកាន់តាមពុទ្ធសាសនាហ្នឹងវាកាន់ខ្លះអត់ខ្លះឬក៏កាន់ត្រង់ចំណុចនេះអត់ចំណុចនោះប៉ុន្តែរឿងទទួលទានស្រានេះមិនសូវមានអ្នកគោរពឬក៏អនុវត្តតាមនោះទេបងប្អូនគឺទទួលឈ្មោះថាជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែមិនបដិបត្តិនៅសាសនានោះទេនេះខ្ញុំនិយាយពីរឿងកាន់ពុទ្ធសាសនាបងប្អូនដោយសារវាពាក់ព័ន្ធគ្នានឹងសុរាប៉ុន្តែមែនតើគេថាតើតើយើងរក្សាសិលទៅមិនផឹកស្រាមិនពិសាស្រាយ៉ាងណាបងប្អូនអានឹងជារឿងឧទាហរណ៍មួយហើយមែនតើខ្ញុំថាមួយទៀតគេថាបើមិនដាក់ស្រាទេវាមិនកើតវាផឹកស្រាឬក៏ដាក់ស្រាដើម្បីជាការអបអរឬក៏ញាប់រាប់រកគ្នារាប់ញាតអីចឹងណារាប់អានក្នុងន័យមួយរាប់អានគ្នារយៈតេនឹងគ្នាដោយសុរាហ្នឹងបងប្អូនបើមិនដាក់វាមិនកើតអញ្ចឹងទេហើយសំណួរសួរថាតើតែដាក់ស្រាបានរាប់អានគ្នាកើតឬយ៉ាងណាអាហ្នឹងវាគឺជារឿងមួយដែរហើយមិត្តខ្ញុំគិតថាមិត្តពិតប្រកបមិនប្រកបថាតើតើយើងដាក់ស្រាបានខ្លាយជាមិត្តឬក៏រាប់អានយើងនោះទេហើយបើសិនបើរាប់អានតែនៅពេលផឹកស៊ីឬក៏តើតើមានស្រាទៅមកជួយយកអាសាគ្នាខ្ញុំគិតថាវាមិនល្អនោះទេអាហ្នឹងបងប្អូនគិតយ៉ាងណាដែរឬក៏គិតថាសំខាន់ឲ្យតែបានដាក់ស្រារឿងរាប់អាននោះវាដឹងរាប់អានហើយតែមានស្រាឬក៏យ៉ាងណាបងប្អូនប៉ុន្តែអ្នកខ្លះល្អដែរបងប្អូនបើទោះជាស្រាមិនស្រាក៏គាត់នៅតែរាប់អានអញ្ចឹងមានស្រាក៏ល្អមិនមានក៏គាត់រាប់អានទៅដែរហើយដូចជាបងប្អូនស្គាល់ DJ ណាដែរបងប្អូនមិនគោលការណ៍របស់គាត់ក៏មិនដាក់ស្រាដែរ no អាល់កុហុលហ្នឹងប៉ុន្តែអ្នកយើងហៅថាភ្ញៀវអ្នកចូលរួមហ្នឹងគឺច្រើនកកដូចតែគេដូចតែឯងអញ្ចឹងដែរទេរាប់ពាន់អ្នកអញ្ចឹងបងប្អូនអាហ្នឹងពាក់ព័ន្ធនឹងការមិនដាក់ស្រាអញ្ចឹងសំណួរសួរថាចាំមិនវិញបើមិនដាក់ស្រាឬក៏ចង់ឲ្យអ្នកប្រជាជនយើងឈប់ផឹកតែហ្មងឬយ៉ាងណាបងប្អូន
ថាទេមិនមានន័យថាឲ្យឈប់ផឹកទេអានេះសូមឲ្យបងប្អូនទាំងអស់គ្រាន់តែកាត់បន្ថយបងប្អូនកាត់បន្ថយពីអ្នកផឹកប្រមឹកคล้ายមកជាអ្នកហូបអ្នកពិសាអ្នកទទួលទានអីយ៉ាងទៅបងប្អូនក្នុងន័យមួយថាយើងពិសាដោយការទទួលខុសត្រូវមិននាំឲ្យប៉ះពាល់អ្នកដទៃឬក៏ប្រយោជន៍របស់ខ្លួនឯងទេយ៉ាងណាចេះគិតពិចារណាសូមឲ្យកុំឲ្យប៉ះពាល់ដល់ខ្លួនឯងនិងអ្នកដទៃហើយជាពិសេសខ្លាចដល់សង្គមជាតិនោះទៅទៀតបងប្អូនអាហ្នឹងក្នុងន័យពិចារណាអញ្ចឹងมันជាបញ្ហាទេអញ្ចឹងសូមឲ្យបងប្អូនកាត់បន្ថយហើយមួយទៀតសូមឲ្យបងប្អូនកុំខ្ញុំគិតថាមិនបាច់ចាំទីជួយផ្សព្វផ្សាយរឿងសារនឹងពេកទេបងប្អូនហើយបងប្អូនខ្លះអត់ដឹងពីចាប់អារម្មណ៍ពីខ្លួនតែកំពុងតែផ្សព្វផ្សាយពីស្រាឬក៏ដូចជាប្រម៉ូទស្រាអញ្ចឹងបងប្អូនតាមរយៈអីតាមរយៈការថតបង្ហោះបងប្អូនខ្លះកាន់កំប៉ុងស្រាហើយខ្លះនឹងចូលកែវស្រាសំណួរសួរថានេះជាការផ្សព្វផ្សាយជាការជួយផ្សព្វផ្សាយឬបងប្អូនអានេះយើងមិនមែនជួយទេប៉ុន្តែវាទង្វើនេះវាជាការធ្វើទៅយើងមិនចាប់អារម្មណ៍ប៉ុន្តែវាជះឥទ្ធិពលទៅដល់ក្មេងៗនោះផងដែរបងប្អូនហើយសង្គមគេបើសិនបើគេមិនចង់ឲ្យក្មេងៗអាចចេះឬក៏ទម្លាប់រឿងហ្នឹងរឿងណាមួយមិនល្អគេមិនបង្ហាញក្មេងៗឲ្យឃើញរឿងនោះទេមិនចង់ឲ្យផឹកស្រាមិនចង់ឮសំឡេងឆ្លោះគ្នានោះគេមិនបង្ហាញក្មេងទេឬក៏ផឹកស្រាអញ្ចឹងគេផឹកលាក់អីហ្នឹងប៉ុន្តែយើងអត់ទេបងប្អូនយើងបង្ហាញពេញទំហឹងហើយមួយទៀតសូមដល់ពេលធ្វើអញ្ចឹងបងប្អូនសូមកុំភ័យបងប្អូនកុំភ័យថាម៉េចកុំភ័យថាក្មេងចំនួនក្រោយរបស់យើងមិនចេះផឹកអីសោះអ្វីដែលយើងភ័យគឺភ័យខ្លាចតែគាត់ផឹកវិញ្ញាណនឹងស្រានោះគឺជារឿងដែលយើងភ័យបើសិនបើគាត់ចេះផឹកឬក៏ប្រជាជនយុវជនជាពិសេសយុវជនក្មេងៗហើយជាទំពាំងស្នងរស័យរបស់យើងពោពេញទៅដោយគ្រឿងស្រវឹងអានេះយើងមិនបាច់និយាយដល់គ្រឿងញៀនទេបងប្អូនណាហើយត្រឹមតែគ្រឿងស្រវឹងនេះសំណួរសួរថាអនាគតយុវជនរបស់យើងនឹងទៅជាយ៉ាងណាបងប្អូនធ្លាប់ឃើញព័ត៌មានមួយទេដែលវេជ្ជបណ្ឌិតគាត់និយាយអំពីប្រទេសទាំង3ប្រទេសថៃប្រទេសវៀតណាមហើយជាពិសេសកម្ពុជាយើងនៅក្នុងចំណោមប្រទេសទាំង3នេះមានតែប្រទេសកម្ពុជាយើងទេដែលទទួលទានស្រាច្រើនជាងគេនេះប្រជាជនយើងតិចជាងគេទេបងប្អូនណាប៉ុន្តែក្នុងមួយឆ្នាំគិតជាអ្នកទទួលទានស្រាគឺច្រើនខ្ញុំវាមិនចាំថាគិតជាលីត្រហ្នឹងគិតជាអីហ្នឹងទេបងប្អូនដូចម្នាក់គិតជាភាគរយយើងហៅគិតជាមធ្យមទទួលទានស្រាហ្នឹងវាអស់ច្រើនជាងប្រទេសដទៃប្រទេសវៀតណាមប្រទេសថៃអីទៅទៀតបងប្អូនណាអញ្ចឹងនេះគឺជាសញ្ញាមួយមិនល្អណាស់ទេអញ្ចឹងសំណុំពរបងប្អូនហើយសូមឲ្យពិចារណាគិតគូរយ៉ាងណាកាត់បន្ថយហើយផ្ដាច់បានក៏ផ្ដាច់មិនបានក៏បន្ថយសូមអរគុណបងប្អូន